កន្លែងណាដែលមានការលំបាកយើងត្រូវមានវត្តមាននៅទីនោះជាចាំបាច់នេះជាភារកិច្ចដែលយើងត្រូវធ្វើមិនអាចមើលរំលងបញ្ហានេះបានទេការផ្ដល់ឈាមគឺជាអំពើមនុស្សធម៌ដ៏ប្រពៃនិងជាសកម្មភាពសង្គ្រោះជីវិតដ៏សំខាន់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការបានចាត់ឲ្យលោកអនុសេនីយ៍ឯកស្រេងលីហួរធ្វើការសហការសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីបានឈាមចំនួន2សាក់សម្រាប់ព្យាបាលជំងឺឪពុកលោកអនុសេនីយ៍ត្រីណៅឈឹមវិឆ័យដែលត្រូវការឈាមជាបន្ទាន់ក្នុងការវះកាត់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈរាជធានីភ្នំពេញក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបន្ទាប់ពីទទួលបាននៅព័ត៌មានពីក្រុមការងារកងរាជអាវុធហត្ថគឺលោកម៉ោកសំអល់មានអាយុ65ឆ្នាំស្នាក់នៅភូមិថ្នល់បំបែកសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺត្រូវជាឪពុករបស់លោកអនុសេនីយ៍ត្រីណៅឈឹមវិឆ័យនាយរងការិយាល័យផែនប្រតិបត្តិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈរាជធានីភ្នំពេញជាក់ស្ដែងសភាពជំងឺធ្ងន់ធ្ងរតម្រូវវះកាត់ជាបន្ទាន់ហើយត្រូវការឈាមចំនួន2សាក់បន្ថែមទៀតសម្រាប់ព្យាបាលក្នុងការវះកាត់ក្នុងស្មារតីមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាកជាទឹកចិត្តសប្បុរសនិងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់សមាជិកអាវុធហត្ថខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការបានចាត់ឲ្យលោកអនុសេនីយ៍ឯកស្រេងលីហួរនាយការិយាល័យសុខាភិបាលកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្ទាន់បំផុតឲ្យធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារលោកអនុសេនីយ៍ត្រីណៅឈឹមវិឆ័យនៅមន្ទីរពេទ្យព្រមទាំងបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដោយទទួលបានឈាមចំនួន2សាក់សម្រាប់បញ្ចូលក្នុងការវះកាត់ផងដែរ